សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខ្លីនេះគឺយើងនឹងធ្វើការប្រៀបធៀបទៅលើ noun ចំនួន2ដែលយើងបានសិក្សារួចមកហើយគឺ common noun ហើយនិង proper noun ដើម្បីធ្វើឲ្យកាន់តែជាក់ច្បាស់និងអាចបែងចែកបានរវាង noun ទាំងពីរនេះដោយពិតទៅបើសិនជាយើងនិយាយអំពី common noun និង proper noun គឺយើងបានរៀនរួចមកហើយតាមរយៈការសង្កេតទៅលើនិយមន័យក៏ដូចជាឧទាហរណ៍តាមរយៈប្រភេទ noun នីមួយៗក៏ប៉ុន្តែនៅក្នុងវីដេអូនេះមុននឹងឈានទៅដល់ការប្រៀបធៀបគឺខ្ញុំសូមរំលឹកបន្តិចសិនទាក់ទងទៅនឹងនិយមន័យរបស់នាមនីមួយៗអញ្ចឹងសម្រាប់ common noun a general name for a person place or things it does not start with a capital letter unless it's at the beginning of a sentence អញ្ចឹងសម្រាប់ common noun នេះដូចយើងដឹងហើយថាគឺជាឈ្មោះទូទៅរបស់មនុស្សឬក៏ជាទីកន្លែងឬក៏ជាសត្វហើយជាទូទៅគឺវាមិនបានចាប់ផ្ដើមជាមួយនឹង capital letter ទេគឺយើងមិនដែលសរសេរជាមួយនឹងអក្សរធំទេលុះត្រាណាតែអីគេលុះត្រាណាតែវាស្ថិតនៅខាងដើមនៃប្រយោគតែប៉ុណ្ណោះដូច្នេះមានន័យថានៅពេលដែលវាចាប់ផ្ដើមនៅដើមប្រយោគគឺដើរតួជា subject បានយើងសរសេរវាជាអក្សរធំនឹងជាអ្វីដែលយើងត្រូវចាំបន្តមកទៀតបើសិនជាយើងនិយាយអំពី proper noun វិញម្ដងគឺ a proper noun a specific name of a person place or thing it always starts with a capital letter អញ្ចឹងសម្រាប់ proper noun វិញម្ដងគឺវាផ្ទុយគ្នាអំពី common noun ដែលនាមមួយប្រភេទនេះវាគឺជាឈ្មោះជាក់លាក់របស់មនុស្សឬក៏ទីកន្លែងឬក៏វត្ថុអីមួយជាក់លាក់អញ្ចឹងអ្វីដែលយើងត្រូវចាំបន្តទៀតនោះគឺ proper noun គឺយើងតែងតែសរសេរជា capital letter មិនថាជាវានៅដើមប្រយោគឬក៏មិនថាវានៅចុងប្រយោគនោះទេឲ្យតែជា proper noun គឺយើងសរសេរជា capital letter មានន័យថាយើងត្រូវចាប់ផ្ដើមជាមួយនឹងអក្សរធំអញ្ចឹងយើងចូលមកដល់ការប្រៀបធៀបទាំងអស់គ្នាតែម្ដងនៅត្រង់ចំណុចនេះគឺយើងនឹងធ្វើការប្រៀបធៀបទៅលើពាក្យថា country ដែល country គឺយើងនិយាយសំដៅទៅលើប្រទេសមែនទេអញ្ចឹងយើងអាចអានឧទាហរណ៍នៅខាងក្រោមនេះសម្រាប់ឧទាហរណ៍នៅក្នុង common noun នៅខាងឆ្វេងដៃគឺយើងនឹងឃើញថា she dreams of visiting a peaceful country អញ្ចឹងពាក្យថា country ប្រទេសនៅទីនេះគឺវាទូទៅយើងមិននិយាយសំដៅទៅលើប្រទេសណាមួយនោះទេអញ្ចឹងនៅក្នុងពិភពលោករបស់យើងគឺមានប្រទេសច្រើនមែនទែនហើយយើងមិនបានសំដៅទៅលើប្រទេសណាមួយនោះទេអញ្ចឹងវាទូទៅបែបនេះគឺយើងហៅថាជា common noun ក៏ប៉ុន្តែបើសិនជាយើងចង់ប្រើវាទៅជា proper noun វិញម្ដងយើងអាចនិយាយបានថា she dreams of visiting Cambodia អញ្ចឹង Cambodia គឺជាប្រទេសមែនអត់ហើយក៏ជាប្រទេសមួយនៅក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោកផងដែរអញ្ចឹងនៅពេលណាដែលយើងនិយាយចំឈ្មោះបែបនេះគឺយើងហៅថាជា proper noun ឬក៏នាមអក្សរធាតុដល់ឡែកចំពោះឧទាហរណ៍មួយនេះវិញគឺយើងនឹងប្រៀបធៀបជាមួយនឹង person អញ្ចឹងប្រភេទនៃនាមដែលជាអក្សរធាតុឬក៏នាមសាធាតុដែលតាក់ទងទៅនឹងមនុស្សអញ្ចឹងតាមរយៈឧទាហរណ៍របស់យើងនៅខាងក្រោមនេះគឺ the teacher gave us homework យើងឃើញពាក្យថា the teacher ដែលជា common noun ហេតុអីដោយសារតែ teacher នៅទីនេះគឺយើងមិនបានសំដៅទៅលើគ្រូមួយណានោះទេហើយយើងក៏មិនដឹងថាគ្រូឈ្មោះអីឬក៏សំដៅទៅលើបុគ្គលរូបណានោះដែរមានន័យថាយើងនិយាយទូទៅទាំងអស់អញ្ចឹងបានជា teacher នៅទីនេះគឺជា common noun ក៏ប៉ុន្តែបើសិនជាយើងក៏លេចមើលមកខាងស្ដាំដៃរបស់យើងនេះគឺយើងនឹងឃើញប្រយោគមួយដែលគេដាក់ថា Mrs. Sophia gave us homework អញ្ចឹង who is Mrs. Sophia អញ្ចឹងសំណួរថាតើអ្នកស្រីសុភ័ក្រគឺជានរណាអញ្ចឹងអ្នកស្រីសុភ័ក្រគាត់គឺជាគ្រូបង្រៀនអញ្ចឹងគ្រូដូចគ្នាដែរក៏ប៉ុន្តែយើងនិយាយចំឈ្មោះគឺអ្នកស្រីសុភ័ក្រមានន័យថាអ្នកគ្រូសុភ័ក្រអញ្ចឹងបែបនេះគឺយើងហៅថាជា proper noun ឬក៏នាមអក្សរធាតុនឹងឯងដោយឡែកចំពោះឧទាហរណ៍នៃ common noun និង proper noun ចំពោះការប្រៀបធៀបវិញគឺយើងអាចប្រៀបធៀបទៅលើវត្ថុពីព្រោះថានាមទាំងពីរនេះវាអាចជាវត្ថុបានផងដែរអញ្ចឹងឧទាហរណ៍ដូចយើងឃើញនៅខាងឆ្វេងដៃរបស់យើងគឺយើងអាចដាក់ថា I like reading a book អញ្ចឹងខ្ញុំចូលចិត្តអានសៀវភៅនៅទីនេះគឺជា common noun ហេតុអីដោយសារតែយើងមិនបានសំដៅទៅលើថាតើសៀវភៅមួយណាឬក៏សៀវភៅឈ្មោះអីឬក៏សៀវភៅប្រភេទអីនោះទេយើងគ្រាន់តែប្រាប់ថាយើងចូលចិត្តអានសៀវភៅក៏ប៉ុន្តែបើសិនជាយើងក៏លេចមើលមកខាងស្ដាំដៃដែលជា proper noun នេះវិញម្ដងសៀវភៅមួយក្បាលដូចគ្នាដែរក៏ប៉ុន្តែយើងអាចនិយាយថា I like reading the 48 laws of power អញ្ចឹងពាក្យថា the 48 laws of power គឺជាឈ្មោះនៃសៀវភៅមួយក្បាលនេះអញ្ចឹងយើងប្រាប់គេជាក់លាក់ជាឈ្មោះចំតែម្ដងគឺខ្ញុំចូលចិត្តអានសៀវភៅដែរក៏ប៉ុន្តែសៀវភៅនោះគឺឈ្មោះថា the 48 laws of power អញ្ចឹងបែបនេះសៀវភៅនៅទីនេះដែលមានឈ្មោះថា 48 laws of power នេះគឺជា proper noun ដែលយើងហៅថាជាអក្សរធាតុនាមនឹងឯង
ដល់ឡែកបើសិនជាយើងក៏លេចមើលមកទីកន្លែងវិញម្ដងអញ្ចឹង common noun ឬក៏ proper noun ក៏វាពេលខ្លះអាចជាទីកន្លែងបានផងដែរអញ្ចឹងដូចជាឧទាហរណ៍នៅក្នុង common noun យើងអាចនិយាយបានថា I live in the city អញ្ចឹងពាក្យថា city នៅទីនេះគឺយើងមិនបានសំដៅទៅលើទីក្រុងមួយណាឬក៏ទីក្រុងឈ្មោះអីនោះទេក៏ប៉ុន្តែយើងគ្រាន់តែប្រាប់ថាយើងរស់នៅក្នុងទីក្រុងក៏ប៉ុន្តែបើសិនជាយើងនិយាយ city ដូចគ្នាដែរប៉ុន្តែយើងនិយាយដោយចំឈ្មោះតែម្ដងឬក៏ mention it by name ឧទាហរណ៍ដូចជាយើងនិយាយថា I live in បាត់ដំបង City អញ្ចឹងទីក្រុងបាត់ដំបងជាឈ្មោះហើយក៏ជាទីកន្លែងដូចគ្នាដែរក៏ប៉ុន្តែយើងនិយាយជាក់លាក់គឺទីក្រុងបាត់ដំបងដូច្នេះ City នៅទីនេះគឺជា proper noun ឬក៏នាមអក្សរធាតុចំណែកឯឧទាហរណ៍បន្ទាប់ដែលយើងនិយាយអំពីការប្រៀបធៀបទៅលើ noun ទាំងពីរដែលនិយាយទាក់ទងទៅនឹង animal សត្វអញ្ចឹងបើសិនជាយើងនិយាយថា My favorite pet is a dog តាមប្រយោគមួយនេះគឺពាក្យថា dog នៅទីនេះគឺយើងនិយាយទូទៅទាំងអស់តែម្ដងយើងមិនបានសំដៅទៅលើឆ្កែប្រភេទណាឬក៏ឆ្កែឈ្មោះអីឬក៏វាស្ថិតនៅក្នុងអំបូរអីនោះទេក៏ប៉ុន្តែយើងគ្រាន់តែប្រាប់ថាសត្វចិញ្ចឹមដែលយើងចូលចិត្តនោះគឺជាសត្វឆ្កែក៏ប៉ុន្តែបើសិនជាយើងក៏លេចមើលមកខាងស្ដាំដៃគឺយើងនឹងឃើញប្រយោគមួយដែលដាក់ថា I love crypto អញ្ចឹងពាក្យថា crypto គឺជាឈ្មោះរបស់ឆ្កែមួយក្បាលនេះដែលយើងនិយាយអំពីវាហើយឈ្មោះរបស់វាគឺ crypto នឹងឯងអញ្ចឹងយើងប្រាប់ថាយើងស្រឡាញ់ឆ្កែក៏ប៉ុន្តែឆ្កែនឹងគឺឈ្មោះ crypto នៅពេលណាដែលយើងនិយាយចំឈ្មោះនិងប្រាប់អំពីសត្វឬក៏វត្ថុដែលជាក់លាក់បែបនេះគឺយើងហៅថាជា proper noun យើងហៅថាជាអសាធារណនាមយើងលែងហៅវាថាជាសាធារណនាមទៀតហើយដូច្នេះសរុបឲ្យខ្លីមកគឺមិនមានអ្វីជាលំបាកនោះទេរវាងការបែងចែកទៅលើនាមទាំងពីរនេះគឺ common noun ហើយនិង proper noun នឹងក៏ប៉ុន្តែដើម្បីឲ្យងាយស្រួលនៅក្នុងការបែងចែកវាគឺសូមបងប្អូនចាំទៅលើនិយមន័យនៃ noun ទាំងពីរនេះថាតើនៅពេលណាដែលយើងហៅវាថាជា proper noun ហើយតើនៅពេលណាដែលយើងហៅវាថាជា common noun ចាំតែប៉ុណ្្នឹងគឺវាលែងជាបញ្ហាទៀតហើយអញ្ចឹងការសិក្សាទៅលើការប្រៀបធៀបនៃ noun ទាំងពីរ common noun និង proper noun នេះក៏ចប់តែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូថ្មីដែលយើងនឹងសិក្សាអំពីនាមមួយប្រភេទទៀតបាយបាយ